សូមគោរពជំរាបសួរបងប្អូនម្ចាស់អាជីវកម្មកម្ពុជាទាំងអស់គ្នាជាទីស្រឡាញ់រាប់អានតើបងប្អូនចង់ឲ្យរាសីខ្ពស់ជាងមុនទេចង់ឲ្យចិត្តត្រជាក់ជាងមុនទេចង់ឲ្យចិត្តជ្រះថ្លាជាងមុនទេចង់ឲ្យចិត្តរីករាយជាងមុនទេចង់ឲ្យចិត្តរឹងមាំជាងមុនទេចង់ឲ្យចិត្តក្លាហានជាងមុនទេចង់ឲ្យមានថាមពលវិជ្ជមានជាងមុនទេចង់ឲ្យមានសិលបារមីជាងមុនទេចង់ឲ្យមានភាពតាក់ទាញជាងមុនទេចង់ឲ្យមានទំនាក់ទំនងល្អជាងមុនទេចង់ឲ្យមានសេចក្តីសុខជាងមុនទេចង់ដោះស្រាយបញ្ហាឲ្យបានល្អជាងមុនទេនិងចង់ឲ្យការធ្វើអ្វីរបស់បងប្អូនបានផលច្រើនជាងមុនដែរឬទេប្រសិនបើបងប្អូនម្ចាស់អាជីវកម្មទាំងអស់ពិតជាចង់ទទួលបាននូវសេចក្តីល្អទាំងអស់នេះសូមណែនាំបងប្អូនចូលរួមហ្វឹកហាត់នៅក្នុងកម្មវិធីពិសេសមួយអំពីភាពជាអ្នកដឹកនាំត្រជាក់ឲ្យបានលឿនបំផុតដើម្បីបងប្អូនអាចក្លាយទៅជាអ្នកដឹកនាំត្រជាក់ដ៏មានឥទ្ធិពលម្នាក់សម្រាប់ខ្លួនឯងគ្រួសារនិងស្ថាប័នដ៏ស័ក្តិសិទ្ធិនិងមានប្រសិទ្ធភាពកម្មវិធីនេះមានរយៈពេល2ថ្ងៃតែវាមានគុណតម្លៃលើសពីលុយដែលនឹងធ្វើនៅថ្ងៃទី12និង13ខែមីនាពីម៉ោង 8:30 ព្រឹករហូតដល់ 7 ល្ងាចនៅវិទ្យាដ្ឋាន CEO ទីតាំងនៅកោះពេជ្រ Okia Diamond Twin Tower ជាន់ទី 7M ហើយខ្ញុំសូមធានាថាបងនឹងពិតជាពេញចិត្តខ្លាំងជាមួយនឹងកម្មវិធីថ្មីនេះហើយនឹងមិនសោកស្ដាយចំពោះការចំណាយពេលវេលារបស់បងប្អូននិងការមកចូលរួមនៅក្នុងកម្មវិធីនេះឡើយកម្មវិធីបណ្ដុះបណ្ដាលពិសេសនេះដឹកនាំបង្វឹកដោយលោកគ្រូធំបណ្ឌិតអោមសេងបូរ៉ាស្ថាបនិកវិទ្យាស្ថាន CEO អ្វីដែលកាន់តែពិសេសបើរៀនហើយមិនពេញចិត្តយើងខ្ញុំធានាជូនថវិកាវិញ 200% រស់រាន់ឡើងបងប្អូនព្រោះកៅអីចូលរួមហ្វឹកហាត់នេះមានកំណត់ខ្ញុំនឹងរងចាំទទួលបងប្អូននៅក្នុងកម្មវិធីនេះមួយជីវិតបើមិនបានសិក្សានៅក្នុងវគ្គនេះម្ដងគឺពិតជាគួរឲ្យស្ដាយណាស់មាននិស្ស័យនឹងបានជួបសូមបងប្អូនស្ដាប់ចំណាប់អារម្មណ៍របស់បងប្អូនម្ចាស់អាជីវកម្មដែលបានចូលរួមកន្លងមកដែលបានមកហ្វឹកហាត់វគ្គនេះគឺមេរៀនដែលលោកគ្រូបានបង្រៀន2ថ្ងៃនេះជាចំណេះដឹងមហាសាលសម្រាប់ខ្ញុំផ្ទាល់អ្វីដែលខ្ញុំអនុវត្តខ្លួនឯងជិត20ឆ្នាំកន្លងមកហើយមកស្ដាប់លោកគ្រូ2ថ្ងៃនេះអត់ប្រៀបបានទេប្រសាសន៍របស់លោកគ្រូនិយាយទៅធ្វើឲ្យខ្ញុំដឹងថាកម្មវិធីហ្នឹងកម្មវិធីរបស់លោកគ្រូល្អខ្លាំងមួយទៀតគឺផ្ដល់ក្តីស្រឡាញ់សម្រាប់ខ្ញុំគឺផ្ដល់ក្តីស្រឡាញ់មិនត្រឹមតែដឹងពីក្តីស្រឡាញ់របស់គ្រួសារពីកូនហើយពីបងទាំងអស់គ្នាដែលតាំងពីដើមមកដែលស្គាល់គ្នាសោះអ្វីដែលខ្ញុំទទួលបានខ្ញុំគិតថាអស្ចារ្យវាអាចធ្វើឲ្យខ្ញុំមានការកែប្រែច្រើនបើសិនថាពេលខ្លះបើបត់សឹងតែ90ដឺក្រេកន្លែងនេះគឺជាកន្លែងល្អបំផុតហើយព្រោះយើងរៀនធ្វើជាមួយនឹងទ្រឹស្ដីតែម្ដងយើងមិនមែនត្រឹមតែរៀនទ្រឹស្ដីចោលទេយើងរៀនធ្វើយល់ពីកិច្ចកម្មផ្សេងទាំងអស់ហ្នឹងជាមួយទ្រឹស្ដីតែម្ដង